mai mong buồn được học chia tiền mình chia tiền rồi là mình chia tiền lực lượng và một chút mình thiệt hại admin này này giúp này mong này từ admin bàn học sai đối tượng gì đừng đủ hiểu mai mong buồn bàn họp như họp squad họp đăng và cứ đi cần dùng chiều chỉ miền riêng như đấy trong học xong trên vì lục về nè mà hay có cách để dây học vì bộ bọn đường dùng chiều hay có họp dùng và cái đó đi chia đường tốt và cái giống lời dòng mình vừa chỉ trên để tiền và để dây học giờ admin thuộc thôi chẳng hạn được nói chuyện để nhầm ra thế và đầu thằng cô chỉ và hay thế lúc có gì dễ không đâu cô chỉ chào mà vì của ngầm bàn xe nốt và tầm bây hồi con để dễ mùi mùi miền clear miền phong tầm bây chai chun bọc mai vòng hôn sắp tập nằm về để thay lo ngọc còn lông còn rồi và cái lông mình còn như bây xuốngสรุปជាមួយខ្ញុំបាទអាចមានន័យគឹងនាយកនេះបាទអញ្ចឹងខ្ញុំឲ្យរឿងកំពុងខៀវបាទគង់ខៀវមានបាទគាត់និយាយមិនគឺគាត់ជួបដូចអញ្ចឹងណាបាទចាប់ដើមកាលវគ្គមុនគឺរៀងសមស្មៅបាទហើយវគ្គនេះក៏មិនណយដែរបាទអញ្ចឹងកុំឲ្យយើងរងចាំទៅទឹងរងចាំយូរបាទម៉ែបងប្អូនសម្រាប់ដូចទៅបាទតាមពីពេលនេះមានលេខស្រីម្នាក់ឈ្មោះបាទគឺកាត់នឹងមកបាទគាត់ជួបឈ្មោះយេស្រីបាទអាយុគាត់ប្រហែលជា18ឆ្នាំទេគាត់រស់នៅភូមិដាច់ស្រយាលមួយបាទកាលហ្នឹងសិត12បាទឡើងឆ្ងាយពីបាទពីភូមិគេអញ្ចឹងណាដោយសារគាត់ធ្វើខ្សែចម្ការបាទអត់មានយើងយកកបបឡើងឡោតឲ្យនឹងធ្វើចំការបាទធ្វើចំការដាំពោតបាទដាំដំឡូងបាទដើម្បីចិញ្ចឹមជីវិតថ្ងៃមួយឪពុកម្ដាយរបស់នាងបានរំលែកបងប្អូននៅឯខេត្តបាទហើយយាយសៃក៏បានទូលអីមួយមានពិតនឹងនំចំណីមួយចំនួនយកទៅបរិភោគពេលថ្ងៃថោះលោកជាលោកដើមទីបែវាលច្បាស់គាត់ថានៅជាកន្លែងចឹងលោកនាងបានអង្គុយចូលមកលេងជ្រៃមកទៅជិះអីយ៉ាងលយមែនលេងនំជាមួយនឹងចំណោខ្យល់ប្រជិះបុកវិចនាងបានលេងកាយយ៉ាតែផ្នែកខ្នងណាទៅនឹងទីរួចលោកដៃយកនំអន្សមមកបរិភោគបានសំជួបចាប់តែនឹងទឹកបានជួបលេខទីដោយចិត្តជាក្មេងនាងពឹងផុសក៏យកជើងពំពេចនំរកពេកបែកខ្ចាត់ខ្ចាយឆ្នូរសណ្ដែកហើយនឹងសាច់ជ្រូកបាទខ្ញុំបានមកវិញបាទខ្ញុំបន្តដើរក្នុងជ្រៀងអងរំទៅផ្ទះវិញដោយដៃម្ខាងច្រត់ចង្កេះរីឯដៃម្ខាងទៀតគ្មានលីស្បៃនឹងគ្រប់ដំណប់វាវិញឯដៃវិញអូថ្ងៃក្តៅបាទពេលហើយនេះហ្នឹងវាពណ៌មេស្អាតមានន័យថាពណ៌មេស្អាតគ្របដណ្ដប់ពេញផ្នែកនៃបាទយាយបានដើរទៅតាមក៏ច្រឡំចង់បែដែលមិញមិនក៏បានសែនជូនខ្មោចកូនស្រីគាត់ដែលបានចែកឋានទៅកាលពីពេលថ្មីនោះយាយសៃក៏បន្តដំណើរអត់ទេក៏មុនគាត់អាយុ18បានលោកគាត់យាយត្រូវច្រឡំហៅយាយថាអ៊ីសៃចុះហៅយាយមក
និយាយដំណើរទៅទៀតដោយគ្មានខ្វល់បំពីដែលនាងបានអត់ទុកឡើយនិយាយចននោះគាត់នៅអាយុ18ក៏អត់សូវដឹងនេះចំណោមមុនចាប់តាំងពីកន្លែងជន់ពេលពេលហ្នឹងគឺសម្រាប់ខ្សែទេពុកម៉ែបងប្អូនលោកគ្រប់ជំហានដែលនាងឈានដើរនាងតែងតែមានអារម្មណ៍ថាមាននរណាម្នាក់បាននឹងកំពុងដើរតាមផ្លូវនាងរហូតមកផ្ទះអត់ស្រាវខ្លោយិនទៀនជាងមួយសប្តាហ៍នាងជិះតាមផ្លូវខ្លួនជាទៅមុនបាទនិយាយបាត់ខ្លួនពេលដែលនាងតែងតែឃើញមានមនុស្សស្រីម្នាក់តែងតែចង់យកជីវិតនាងវិញមិនចាំជាមនុស្សរបស់បាទនិយាយចាស់ហ្នឹងទៅជានិយាយមើលម៉ែអ៊ីស្រីទឹកใจជាខ្លាំងដែលកូនស្រីខ្លួនឈឺដោយគ្មានមូលហេតុបែបនេះគាត់ក៏សម្រេចចិត្តនាំអ៊ីស្រីទៅមើលក្រុមហងនៅឯឆ្ងាយសិនបាទចំណងហ្នឹងជំនឿខ្ញុំក៏ដំណើរទៅវាលស្រែពេលក៏ប្រទះនឹងខ្ទមចាស់តូចមួយសង់នៅក្បែរគុំឫស្សីទៅទីផ្ទះក្នុងខ្ទមនោះមិនបាច់ចាំតបនឹងថាជាផ្ទះគ្រូអពុំមកមានសន្និបាត់ដោយមានជូកពីវលីបាយសីជាច្រើនថានិងសីមាគុំវិញស្ត្រីម្នាក់ស្ត្រីជំនាន់ម្នាក់ឈ្មោះនិយាយឈ្មោះសយជាអ្នកនៅភូមិគាត់គឺជាគ្រូផ្នែកងហៅគ្រូផ្លូវហ្នឹងដល់ល្បីម្នាក់ប្រចាំទីនោះយាយសីបានដេកលុបនៅពីមុខអាសនៈយាយឈ្មោះបាទទៅមកយាយសីបានបាត់ផ្នែករំពេចរួចបានកាប់ទៅគ្រូថាកូនស្រីគាត់គ្រូបានចំពានបាទចំពានស្មែនហ្នឹងកូនគាត់រៀបរាប់ហើយក៏យាយក្នុងបើបាទផ្នែករំពេចមើលរៀងខ្ញុំថាតាមចងបន្លាចនាងវិញចាំសួរដោយពិតទៅថាលោកយាយតើមីអូនកូនខ្ញុំវាយ៉ាងម៉េចដែរហើយយាយបាទយាយក៏ស្មានថាកូននាងទៅបានរួមជាមួយស្រីក្នុងតាមចងពីវាមិនចាំសួរបន្តពុទ្ធហេតុអ្វីបានជាអញ្ចឹងយាយតើទ្រង់ធ្វើដើម្បីបញ្ជាក្រុមនេះបានទៅលោកយាយបាទយាយគ្រូបានបញ្យល់ថាគឺកូននាងឯងបើចង់ចំណីអាហារដែលគេសែនដល់ខ្មោចញាតគេនឹងហើយចំពោះឯងទ្រង់ធ្វើសម្រេចតាមយុទ្ធរៈតាដែលខែសាឯនាយជ្រុះជ្រុំបងភ្លុំដែលឯងរួមទូវានឹងជាសុខសប្បាយហើយយាយចាន់ក៏សួរពីរបៀបសម្ដែងយាយឈុំបាទយាយឈុំមកគ្រូបានពីរបៀបធ្វើពេលនឹងគ្រឿងសម្ដែងយ៉ាងលម្អិតម្លងគុំទឹកថ្ងៃមានថ្មីចុះស្រីនាំគ្នារៀបចំបង្វាយមានផ្លែទៀតបន្ទុំនឹងសន្លជាច្រើនក្នុងផ្លែឈើពីមុខចំណីជាច្រើនរួមទាំងមានស្កាងក្បាលជ្រុះទាំងពូលោកសូរិយាស្បពុតកាលណាពិធីក្បួនចាប់ដើមឡើងយាយសីនាងស្លេកសិតពុតសពុំអង្គុយបាត់ជើងលើកន្ទេលដោយស្លៀកសំពត់ហូលនិងហៅដោយពុំមាននិយាយស្ដីនរណាម្នាក់ឡើយខ្ញុំភ្លេងបន្ទានក៏ចាប់គុំរឿងយ៉ាងខ្លួនយើងនេះកំដៅពីស្មុកមាននារីម្នាក់ស្លៀកអាវពុកជាស្មាប្រកបដោយតាវរំយោលប្រជីរំបង្កំសូរនីដោយក្នុងជើងសំឡេងបបរីឯលោកគុណគឺវែងក្នុងបាទគុណតិចបង្កំក្នុងជើងដាំពេញបួងចូលនឹងកែវភ្នែកខ្លាំងស្រយុទ្ធស្រយំអារម្មណ៍អ្នកក្នុងពិធីដើមគឺសំដៅជាមួយនឹងកាយវិការដ៏រស់រវើករួមទាំងចម្រៀងមួយថ្មីនិងបាត់ភ្លេងដូចមួយដើម្បីអង្គហៅនាងព្រី
កន្ទោងខៀវឲ្យបានចូលសឹកក្នុងរាងកាយនារីនោះរយៈពេលថ្ងៃពីរសប្តាហ៍បន្ទាប់មករំជើងច្បាស់ថ្វាយរាជនិការួចនារីម្នាក់បានលេកន្ទោងខៀវចូលសឹកបានអង្គុយសម្លឹងខាងលឹងម្ដាលសឹកលោកទាំងឡាយដែលពុំដឹងហើយឆ្លត់ចង្កេះដោយចង្កល់ទឹកក្នុងមនុស្សផងទាំងឡាយក្នុងពិធីនាងបានពោលថាឯងពួកឯងពិតជាប្រពៃពេកហើយដែលហ៊ានធ្វើបែបនេះអញលោកអាចារ្យសមាជិកយកកន្សែងមុខបានរលូនទ្រឹមទាំងពីរពោលទាំងញរញីរញងឯងខ្ញុំមិនចិត្តក៏ដូចជាកូនចាស់ខ្ញុំត្រៀបអញ្ជើញមកនេះគឺដើម្បីស្គាល់ទុកចំពោះប្រពន្ធខ្ញុំទាំងឡាយទាំងពុំតែកូនចាប់កូនប្រៀបគ្នាក្មេងជំយល់ចូលបានសាងកំហុសដ៏ធ្ងន់ចំពោះអ្នកដូច្នេះសូមអ្នកមេត្តាលើកលែងដល់ក្មេងខ្មាំងផងទោះបីជាចង់សំឡងអ្វីក៏យើងព្រមទាំងនាងដែលបានលោកឯកតោខៀវសិនទុកបានស្រមៃស្រងាត់នៃស្រងាត់ជើងហើយពោលទៅលើក្នុងសប្បាយជាខ្លាំងហើយពួកឯងដឹងខុសជាខ្លាំងដូច្នេះអញមិនចង់ញ៉ាំអ្វីក្រៅពីបាយសុំបាយកំប៉ុងនឹងពេលខ្ញុំទាំងផ្លេងពីបីបាត់ពេលនៅលោកអាចារ្យម្នាក់វិញយកពុកចាំពិស្នាទាំងលោករួចពិធីសម្រាប់មកសូមបានបង្ខែតទៅទឹកក្នុងជត់រីហើយភ្លេងក៏ចាប់គុំបំពេញបីជាកិច្ចបង្ហើយពិធីចប់រួចខ្ញុំមានប៉ុន្តែជំងឺគេស្រីពុំមានភាពប្រសើរឡើយម្ដាយពុកនាងផាត់ទឹកពីកូនស្រីរហូតដល់ស្គមស្គាំងគ្មានកំលឹងកំហែងលោកស៊ីឡើយនេះរៀនឲ្យគេជឿនេះប្រចាំលេខបាត់គ្មានស្រមូលបន្សល់នៅពីខំប្រឹងស្គិតទៅដល់ផែនដីវិយាស្រីដែលកំពុងតែគេងនៅក្នុងបឹកស្រាប់តែមានផ្សែងខ្មៅវិញបានចេញពីព្រៃចូលតាមបង្អួចដែលលើកឲ្យព្រឺសម្បល់បង្អួចដែលលើកចាំវេយកវាយកទៅជាក្នុងគ្រាយាសីបានគ្រប់អង្គុយដោយមានកែវភ្នែកក្នុងនេះភាពរញីរញោកាន់តែខ្លាំងក៏មានបរិមម្នាក់ជាពេទ្យមកពីត្រឹមបានឆ្លងពីហើយគាត់នឹងដំណឹងអំពីគេស្រីក៏ឈានចូលមកទៅមើលពេលនោះលោកគ្រូពេទ្យបានឧបករណ៍ពេទ្យនឹងធ្វើការជួសឈាមលើគេស្រីដែលដេកស្ដុកគាត់បានថាគេស្រីនឹងថតរូបក្រុមឈាមហើយដែលបាននឹងក៏បានស្លាប់បន្ទាប់ពីបាយក្រុមឈាមលោកគ្រូពេទ្យក៏ពុំមានលទ្ធភាពជាសង្គ្រោះនឹងអន់ពេលខ្លះឡើយយ៉ាងជំងឺនេះមកពីគាត់ធ្វើតាមតែបុរាណបាននាំទៅឲ្យពេទ្យកូនបណ្ដាឲ្យចូលរួមពិធីរហូតដល់ព្រមឈាមបាទនេះជារឿងកុំនិយាយបាទហ្នឹងហើយរឿងខ្ញុំដូចជាវាបន្តិចហើយដោយសារខ្ញុំអត់ពីព្រោះវាជានឹងទៀតដែលខ្ញុំនេះសង្ខេបទេបាទហើយក៏សូមគ្រប់លាតែពីនេះបាទមុននឹងលាសូមចំពោះពុកម៉ែបងប្អូនបានស្ដាប់នៅរាល់ពេលរាត្រីដ៏ស្ងប់ស្ងាត់នេះហើយពុកម៉ែបងប្អូនជួបតែសេចក្តីសុខសេចក្តីចម្រើនបាទគ្រប់គ្នាទាំងអស់បាទសូមអរគុណសូមជម្រាបលា